ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះប៉ៃសិហាដែលជានិស្សិតឆ្នាំទី3ហើយថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញអំពី website របស់ខ្ញុំដែលនិយាយពាក់ព័ន្ធទៅនឹងការ donation ហើយឈ្មោះ website របស់ខ្ញុំមានឈ្មោះថា Donate for Khmer ដែលខ្ញុំបង្កើត website នេះឡើងគឺចំណុចដំបូងខ្ញុំចង់មានwebsite មួយដើម្បីងាយស្រួលក្នុងការបរិច្ចាគទៅកាន់ប្រជាជនដែលខ្វះខាតឬមួយក៏ជាមន្ទីរពេទ្យអីផ្សេងៗហើយ table content នៃបច្ចេករបស់ខ្ញុំមាន4ចំណុចធំៗទី1គឺ target user ហើយទី2 problem solution ហើយទី3 implementation ចំណុចទី4គឺ conclusion ឥឡូវយើងចូលមកកាន់ target user របស់ website របស់ខ្ញុំគឺមាន2ធំទី1បានន័យថាអ្នកចង់បរិច្ចាគឬមួយក៏ជាម្ចាស់ជំនួយហើយចំណុចទី2គឺអ្នកដែលត្រូវការជំនួយអ្នកដែលចង់ផ្ដល់ជំនួយហ្នឹងយើងមានច្រើនប្រភេទដូចជាអ្នកដែលមានសញ្ជាតិខ្មែរតែរស់នៅក្រៅប្រទេសឬមួយក៏អង្គការសប្បុរសធម៌ផ្សេងៗឬមួយក៏អ្នកដែលមានអាជីវកម្មនៅក្នុងប្រទេសកម្ពុជាហើយដែលអ្នកដែលត្រូវការជំនួយនោះគឺមានច្រើនមែនទែនដូចជាមន្ទីរពេទ្យកន្ធបុប្ផាឬមួយក៏មន្ទីរពេទ្យកុមារអង្គរតាតាស៊ីក្លូហើយក៏កុមារកំព្រាផងដែរចំណុចបន្ទាប់នោះគឺ problem and solution ដែលខ្ញុំលើកឡើងនៅបញ្ហាធំ3ទី1នោះគឺ lack of trust in donation បានន័យថាខ្វះការទុកចិត្តទៅលើការបរិច្ចាគបាទ website របស់ខ្ញុំគឺងាយស្រួលក្នុងការទុកចិត្តមែនទែនដោយយើងបានបង្ហាញនៅ achievement ផ្សេងៗដូចជាពេលដែលគេផ្ដល់ជំនួយរួចយើងនឹងធ្វើការបង្ហាញនៅជំនួយនោះទៅកាន់អ្នកដែលផ្ដល់ជំនួយហើយក៏មាននៅ real feedback ផ្សេងៗដែរហើយចំណុចបន្ទាប់នោះគឺវាការបរិច្ចាគអត់ងាយស្រួលទៅលើការបរិច្ចាគបានន័យថាពិបាកក្នុងការបរិច្ចាគបាទនៅក្នុង website របស់ខ្ញុំវាងាយស្រួលមែនទែនដោយសារវាមាន multiple payment ដែលយើង offer credit card ABA Pay KHQR ឬក៏អាចផ្ទេរប្រាក់តាមធនាគារក៏បានដែរហើយវាងាយស្រួលមើលមែនទែនហើយវាក៏បានបញ្យល់នៅការបរិច្ចាគមកជាហ៊ានទៅមកជាហ៊ានផងដែរហើយចំណុចបន្ទាប់នោះគឺបានន័យថាវាពិបាកក្នុងការស្វែងរកអ្នកដែលខ្វះខាតមែនទែនបាទក្នុងបច្ចេកនេះគឺយើងបានបញ្យល់ច្បាស់ហើយក៏បានប្រាប់នៅមូលនិធិច្បាស់ផងដែរដូចជាមូលនិធិកុមារកំព្រាមូលនិធិមន្ទីរពេទ្យកន្ធបុប្ផាឬក៏មូលនិធិកងទ័ពជើងមុខហើយក៏យើងបានបញ្យល់អំពីផលប៉ះពាល់ហើយក៏នៅគំនិតផ្សេងហើយចំណុចទី3នោះគឺនិយាយពាក់ព័ន្ធទៅនឹង implementation ដែលនេះគឺជា code HTML របស់យើងដែលខ្ញុំលើកឡើងនៅ code នៅ header របស់យើង main navbar ហើយក៏មាននៅ class ផ្សេងដូចគ្នាដូចជាទំព័រដើមគម្រោងអីផ្សេងហើយនេះគឺជា CSS style ដែលយើងមានកំណត់មាន width ហើយក៏មាន set background អីផ្សេងដូចគ្នាហើយក៏មាន translate ឬមួយក៏ការ rotate អីផ្សេងហើយ JavaScript នេះគឺលើកឡើងអំពីការបើកនៅ mobile menu ហើយក៏ close នៅ mobile menu វិញដែរហើយចំណុចចុងក្រោយនេះគឺ conclusion ហើយនឹង tool ដែលយើងប្រើប្រាស់conclusion នេះtool ដែលយើងប្រើប្រាស់យើងក៏មាននៅប្រើក្នុង Figma ដើម្បីគូសហើយក៏យើងបានសរសេរកូដនៅក្នុង VS Code ហើយក៏យើងបានប្រើភាសាជាច្រើនដូចជា HTML CSS Tailwind and JavaScript ហើយ website របស់យើងពេលមើលទៅវា responsive ហើយវាងាយស្រួលមើលមែនតើវាមើលទៅវាទាក់ភ្នែកឥឡូវយើងចូលមកកាន់ការ demo ទាំងអស់គ្នាយើង run code នេះគឺជា website របស់ខ្ញុំដែលមាននៅទំព័រដើមគម្រោងការបរិច្ចាគអីផ្សេងដូចគ្នានេះគឺជា home page របស់យើងដែលយើងអាច select ដូររូបបានដូចគ្នាមានរូបច្រើនបន្តមកទៀតយើងនិយាយពាក់ព័ន្ធទៅនឹងគម្រោងនេះចំណុចសំខាន់នៅក្នុង website នេះគឺអំពីគម្រោងនេះឯង
ដោយយើងមានមូលនិធិជាច្រើនដែលពាក់ព័ន្ធទៅនឹងមន្ទីរពេទ្យកុនធបុប្ផាកងទ័ពជើងមុខអីផ្សេងបាន if បើយើងចង់បរិច្ចាគបើសិនជាយើងចង់បរិច្ចាគយើងគ្រាន់តែ click នៅលើនឹងមួយឬយើងចង់បរិច្ចាគទៅកាន់មន្ទីរពេទ្យកុនធបុប្ផាចុះអញ្ចឹងយើងមានអានេះយើងសម្រាប់បរិច្ចាគទៅកាន់អីចឹងទៅបើយើងចង់បរិច្ចាគ$20ហើយនេះក៏មាននៅការជ្រើសរើសផ្សេងៗដូចជាយើងចង់បរិច្ចាគតាម credit card កាតឥណទាន ABA Pay KHQR ឬមួយក៏ bank transfer អីផ្សេងៗឥឡូវខ្ញុំធ្វើការបរិច្ចាគតាមធនាគារ ABA ដែលយើងគ្រាន់តែ scan QR រួចយើង screenshot នៅអ្វីដែលយើងបានបរិច្ចាគនេះហើយ drop ចូលទៅហើយយើង click បន្តទៅ yes it will success it show like that បើយើងចង់ធ្វើម្ដងទៀតតាមធនាគារយើងចង់បរិច្ចាគ$20យើងវាយឈ្មោះអីផ្សេងៗហ្នឹងទៅជ្រើសរើសធនាគារដំបូង ABA យើងមកពេញឈ្មោះយើងជិះដាក់សិនទៅ1 2 3 4ចុះយើងភ្លេចជ្រើសរើសគោលបំណង yes it will success like that ហើយយើងមានការបរិច្ចាគនេះ class ហើយនេះគឺជាដៃគូសហការយើងក៏អាចអានព័ត៌មានបានដូចគ្នាឥឡូវយើងត្រឡប់មកកាន់ page របស់យើងវិញនេះគឺជាការ feedback របស់យើងបែរអ្នកដទៃ feedback ហើយនេះគឺជាសំណួរដែលគេតែងតែសួរញឹកញាប់ដូចជាតាបរិច្ចាគអីចឹងទៅនេះគឺជាការទំនាក់ទំនងបើសិនជាមានទំនាក់ទំនងអីអាចទំនាក់ទំនងហើយនេះគឺ location របស់យើងហើយនេះគឺតំណជាប់អីផ្សេងនេះយើងត្រឡប់មកកាន់ home page របស់យើងវិញជាបញ្ចប់សូមអរគុណលោកគ្រូហើយនេះគឺជាការធ្វើការបទបង្ហាញអំពី website របស់ខ្ញុំ